ជំរាបសួរអ្នកខ្ញុំឈ្មោះងាងពជាចិត្តចិត្តក្រឹងចាសប្តាហ៍ថ្ងៃអ្នកខ្ញុំជាគ្រូបង្រៀនថ្នាក់ទី1នៃសាលាបឋមសិក្សាពុំទីសាលានេះក៏កាត់ឡើងមុនដំបូងនោះគឺមានខាងអង្គការ UNICEF ដែលគាត់ជួយឧបត្ថម្ភជាសម្ភារៈហើយការសាងសង់ហ្នឹងគឺដោយសហគមន៍កសាងចាប់ពីឆ្នាំ2017ចាហើយសម្រាប់អគារនេះគឺសាងសង់2015ចាសម្រាប់ផលលំបាកទៅដល់សិស្សដែលគាត់រៀនជាមួយនឹងអគារឈើនេះគឺឃើញថាមានការលំបាកច្រើនចាដូចជាអគារចាស់ខាងនោះហ្នឹងទី1គឺបន្ទប់រៀននឹងវាទូចចាទូចហើយត្រូវរៀនគួបអញ្ចឹងទៅកាលណាប្រកបរៀនទៅគឺមានការស្អប់ស្អាប់ធុញថប់នៅក្នុងការរៀនដោយសារបន្ទប់អគារនឹងវាទូចហើយពេលរដូវវស្សាវិញគឺមានទឹកអីពេញហ្នឹងការតុបតែងរបស់គ្រូហើយនិងសិស្សហ្នឹងគឺមានការខូចខាតច្រើនមែនតើចាសម្រាប់អគារខាងលើនេះវិញគឺឃើញថាសិស្សានុសិស្សហ្នឹងក៏មានផលលំបាកដូចគ្នាដោយសារទី1អគារហ្នឹងគឺវាខ្ពស់វាមានការពុកការអីចឹងទៅវាមានចន្លោះមានប្រហោងពេលដែលសិស្សទូចគាត់ឡើងរៀនទៅគឺគាត់មានការធ្លាក់មានការអីចឹងទៅប៉ុន្តែមិនមែនធ្លាក់ដល់ដីទេគាត់ថាគាត់ធ្លាក់ជើងអីគាត់ឬក៏សម្ភារៈរបស់គាត់ហ្នឹងពេលដែលគាត់រៀនហើយគាត់ពិបាកនៅក្នុងការចុះឡើងក្នុងការរើសសម្ភារៈរបស់គាត់ឆ្នាំទៅហ្នឹងសិស្សសរុបទាំងអស់គឺសរុប86នាក់ចាស្រី36នាក់ចាមានពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6ចានិយាយជារួមទៅមុនដំបូងនៅក្នុងសហគមន៍ភូមិនេះការអត់ទាន់មានកសាលាហ្នឹងគឺឃើញថាពួកគាត់នៅមានចំណុចខ្វះខាតក្នុងការយល់ដឹងអំពីការអប់រំប៉ុន្តែចាប់តាំងពីការបង្កើតសាលាការបង្កើតសាលាហើយក៏ដូចជាមានសាលាស្រាប់នៅក្នុងសហគមន៍ឃើញថាពុកម្ដាយសិស្សនៅក្នុងសហគមន៍នេះគឺសឹងតែ 100% គឺពួកគាត់បានបញ្ជូនកូនមករៀននៅក្នុងសាលាមួយនេះចាសម្រាប់ក្តីសង្ឃឹមនាងខ្ញុំគិតថានៅពេលដែលទទួលបានសាលាថ្មប៉ាជីមិនថាសហគមន៍មិនថាក្មេងៗដែលរស់នៅក្នុងសហគមន៍ឬក៏នៅក្បែរភូមិនេះគឺពួកគាត់កាន់តែសប្បាយរីករាយនៅក្នុងការចូលរៀនហើយសម្រាប់ពុកម្ដាយសិស្សវិញគឺពួកគាត់នឹងមានការទុកចិត្តទៅលើអគារសិក្សាមួយនេះដោយសារវាមានភាពរឹងមាំហើយពួកគាត់នឹងបញ្ជូនកូនគាត់មករៀនឲ្យបានគ្រប់គ្នាកាន់តែប្រសើរជាងនេះអនាគតទៅពួកគាត់នឹងខំប្រឹងប្រែងរៀនសូត្រពួកគាត់នឹងមានចំណេះចេះដឹងហើយពួកគាត់បន្តការសិក្សាទៅដល់ថ្នាក់បន្តទៀតហើយពេលដែលគាត់មានចំណេះគាត់ប្រកាសថានឹងចាប់ការសិក្សារបស់គាត់នឹងយកមកអភិវឌ្ឍនៅក្នុងសហគមន៍ចាជាពិសេសគឺគ្រូសាគាត់ដែលរស់នៅក្នុងសហគមន៍នេះផ្ទាល់សូមអរគុណទៅដល់រាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ទៅលើជនជាតិដើមភាគតិចពួកខ្ញុំក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលដែលបានផ្ដល់ជូនអគារមួយខ្នងមាន5បន្ទប់នេះមកដល់សហគមន៍ពួកខ្ញុំតាមរយៈ Live 3ចាខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយក្រៃលែងហើយក្នុងនាមអ្នកខ្ញុំជាគ្រូបង្រៀនអ្នកខ្ញុំនឹងបដិញ្ញាចិត្តថានឹងខំប្រឹងប្រែងបង្រៀនកូនសិស្សនៅក្នុងសហគមន៍ភូមិពីរនេះកាន់តែយកចិត្តទុកដាក់ថែមទៀត